ទី3ឯកសារមួយចំនួនប្រជាពលរដ្ឋមានបានកម្មសិទ្ធិចាស់ឬលិខិតផ្ទេរសិទ្ធិកាន់កាប់ជាប់បន្ទុកធនាគារឬមីក្រូហិរញ្ញវត្ថុដែលពុំអាចដកយកមកបដូរយកបានថ្មីដែលទើបចុះបញ្ជីដីធ្លីបានក្នុងករណីខ្លះធនាគារឬមីក្រូហិរញ្ញវត្ថុក៏អាចអនុញ្ញាតផ្ដល់កម្ចីដោយគ្រាន់តែមានប្រកាន់ដៃទទួលបានកម្មសិទ្ធិប្រើប្រាស់ជាឯកសារធានាកម្ចីដើម្បីដាក់បន្ទុកការខ្ចីនេះដែលនាំឲ្យម្ចាស់ពុំមានបង្កាន់ដៃទៅដកយកបានកម្មសិទ្ធិដែលនៅកកស្ទះនៅរដ្ឋបាលសូរិយោដីអញ្ចឹងក្នុងករណីនេះក្រសួងរៀបចំដែនដីនគររាជធានីកម្មសំណង់ពិភាក្សាជាមួយនឹងធនាគារជាតិនៃកម្ពុជាដើម្បីស្វែងរកដំណោះស្រាយនិងផ្ដល់លទ្ធភាពឲ្យប្រជាពលរដ្ឋនិងធនាគារអាចធ្វើការផ្លាស់ប្ដូរបានឬឯកសារដែលជាប់បន្ទុកមកដកយកបានកម្មសិទ្ធិដើម្បីបន្តសុពលភាពឯកសារធានាកម្ចីបានជាជាងទុកឲ្យមានការកកស្ទះនៅរដ្ឋបាលសូរិយោដីបាទអាហ្នឹងគឺរឿងជាក់ស្ដែងយើងត្រូវទទួលស្គាល់ទាំងអស់គ្នាថាបញ្ហាវាអីមិនមែនជាការដាក់បន្ទុកទៅលើប្រជាជនឬដាក់បន្ទុកទៅលើ Microfinance ឬដាក់បន្ទុកទៅចំណាគេទេយើងរួមគ្នាដោះស្រាយបញ្ហាផ្ដើមចេញពីការទទួលស្គាល់ថាតើបញ្ហាវានៅកន្លែងណាខ្លះអញ្ចឹងការរួមចំណែកដោះស្រាយនេះគឺទាំងប្រជាពលរដ្ឋទាំងស្ថាប័នពាក់ព័ន្ធសូម្បីតែវិស័យឯកជនដូចជាធនាគារនិងរដ្ឋត្រូវរួមគ្នាដើម្បីដោះស្រាយឲ្យបានឆាប់ទើបយើងដោះស្រាយបានអានេះគឺជាកិច្ចការរួមដែលយើងត្រូវធ្វើ